ប្អូនទៅលេងបាលីចង់ដឹងថ្ងៃរះដែលស្អាតជាងគេកុំឲ្យរំលងកន្លែងនេះពួកកន្លែងនេះនៅឆ្នេរគូតាបងប្អូនគឺមាត់ឆ្នេររបស់គេហ្នឹងគឺស្រស់ស្អាតមានចង់ជិះសេះក៏បានអង្គុយមើលថ្ងៃលិចញ៉ាំគ្រឿងសមុទ្រអីអញ្ចឹងណាបងប្អូនតែគ្រឿងសមុទ្រនៅប្រទេសបាលីហ្នឹងគឺអត់សូវសម្បូរទេហើយតម្លៃហ្នឹងក៏គួរសមដែរអញ្ចឹងណាបងប្អូនជាទូទៅនៅមាត់ឆ្នេរគេគឺគេលក់ពោតអាំងគេមានពោតលាយជាមួយនឹងឈីសមួយអីចឹងអាំងទៅឈ្ងុយឆ្ងាញ់មួយយ៉ាងដែរអត់មានមឹកអាំងមឹកអីដូចនៅខ្មែរទេហើយនៅកន្លែងគេនេះផងដែរគឺមានគ្រប់ជាតិសាសន៍ហ្មងបងប្អូនគេមកអង្គុយរីឡែកគេញ៉ាំភេសជ្ជៈអីតិចតួចឬក៏សូរ៉ាតិចតួចសម្រាប់ជនបរទេសព្រោះជនជាតិនៅឥណ្ឌូហ្នឹងគឺគេអត់ពិសាស្រាទេអញ្ចឹងណាបងប្អូនហើយទឹករលកហ្នឹងគឺបោកបក់មកយ៉ាងសំឡេងហ្នឹងគឺនេះហ្មងបងប្អូនសំឡេងទឹករលកធ្វើឲ្យយើងធូរស្បើយនៅក្នុងអារម្មណ៍ណាដោយសារតែឆ្នេរគេល្វែងល្វឹងល្វើយអញ្ចឹងណាហើយមួយវិញទៀតនៅពេលដែលមេឃរសៀលជិតយប់ហើយគឺមានយន្តហោះនៅពីលើហ្នឹងអញ្ចឹងណាបងប្អូនដោយសារតែសមុទ្រគេហ្នឹងនៅចិត្តពលានដែរទេទៅធ្វើឲ្យមានយន្តហោះអញ្ចឹងណាហើយនៅនឹងក៏អត់មានការចាក់បាសអាឡេអាឡូឈៀងញញ៉ៃគឺអត់ទេគឺមនុស្សទាំងអស់ហ្នឹងគឺគេ enjoy ជាមួយនឹងទេសភាពសមុទ្រថ្ងៃលិចនឹងការជជែកគ្នាលេងហើយក៏មានជាមួយនឹងការស្ដាប់តន្ត្រីហ្នឹងគឺមានក្រុមតន្ត្រីគេមកច្រៀងជាក្រុមលេងហ្គីតាអីអញ្ចឹងឲ្យយើងស្ដាប់ហើយគេនឹងសួរយើងថាមកពីប្រទេសណាអញ្ចឹងបើយើងមកពីប្រទេសដែលពួកគាត់ចេះច្រៀងពួកគាត់នឹងច្រៀងបទប្រពៃណីរបស់យើងឲ្យស្ដាប់ប៉ុន្តែយើងមកពីកម្ពុជាអញ្ចឹងពួកគាត់អត់ចេះទេពួកគាត់ចេះតែនិយាយពាក្យថាសួស្ដីយើងអញ្ចឹងណាតែប៉ុណ្ណឹងក៏ល្អដែរបងប្អូនបើបានគេស្គាល់ថាកម្ពុជានឹងជាណាគេអីអញ្ចឹងទៅហើយមុនពេលញ៉ាំអាហារពេលល្ងាចក៏គេមានថែមជាមួយនឹងស៊ុបពងមាន់ឲ្យយើងញ៉ាំដែរអញ្ចឹងណាហ្នឹងហើយគេក៏ free ជាមួយនឹងភេសជ្ជៈផ្សេងឲ្យយើងហើយគ្រឿងសមុទ្រគេគឺគេដាក់ជាចានឲ្យយើងមានចម្រុះមានបាយមានអីអញ្ចឹងទៅហើយពេលដែលយើងញ៉ាំចិត្តហើយក៏គេថែមជាមួយនឹងផ្លែឈើពីបេចានៅលើតុរបស់យើងអញ្ចឹងណាអានេះក៏ជាចំណុចល្អតាក់ទាញភ្ញៀវទេសចរគេមានអារម្មណ៍ថាសេវាកម្មនៅនឹងគឺគេល្អទាំងបរិយាកាសទាំងមនុស្សរួសរាយរាក់ទាក់សេវាកម្មគេអីល្អហ្មងហើយនេះបងប្អូនក្រុមតន្ត្រីគេជំនុំដាក់សម្លេងពួកគាត់ច្រៀងឲ្យស្ដាប់ពេលដែលពួកគាត់ច្រៀងចប់អញ្ចឹងយើងអាចឲ្យ tip គាត់តាមសទ្ធាទៅបើគាត់ច្រៀងបទដែលយើងអត់សំណូមពរយើងអាចឲ្យ tip 2 ទៅ $3 អីអញ្ចឹងណាបងប្អូនតែបើយើងចង់សំណូមពរបទចម្រៀងអីយើងឲ្យ tip គាត់$5អីអញ្ចឹងទៅចឹងហើយ vlog យើងក៏មកដល់ទីបញ្ចប់